បាទបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំរែងជីកំប៉ុស្តនិងកំទេចកំទីដែលខ្ញុំប្រមូលដាក់ចូលគ្នានេះគឺរែងដើម្បីឲ្យវាបង្កើតជាលបាយតូចៗមិនមានសម្រាមមិនមានមែកឈើអីរញ៉េរញ៉ៃទេដើម្បីងាយស្រួលយើងយកទៅដាក់ទ្រាប់បាតឬក៏ដាក់ដំណាំផ្សេងគឺដាំគឺថាដីបែបនេះគឺល្អខ្លាំងណាស់នៅពេលដែលយើងដាក់នៅតាមគល់ដំណាំរបស់យើងហើយដាក់ម្ដងបន្តិចទៅគឺថាដំណាំរបស់យើងគឺល្អខ្លាំងមែនទែនជាពិសេសគឺដីកំប៉ុស្តដែលយើងបានដាក់ផ្អាប់ទុកឲ្យវារលួយហើយគឺវាមានកំទេចកំទីរញ៉េរញ៉ៃខ្លះអញ្ចឹងយើងហាលវាឲ្យស្ងួតទុកវាឲ្យស្ងួតហើយគឺយើងយកមករែងជាមួយនឹងកញ្ច្រែងបែបនេះដើម្បីឲ្យដីភាគល្អិតតូចហ្នឹងគឺផ្ដុំចូលគ្នាคล้ายទៅជាដីដែលយើងលាយជាមួយដីដាំហ្នឹងគឺថាល្អខ្លាំងមែនទែនក្នុងការដាំជាមួយនឹងកូនដំណាំដែលយើងបណ្ដុះទៅតាមផើងតូចទៅតាមត្រេហើយយើងប្រើប្រាស់ដីនេះដើម្បីជួយសម្រួលឲ្យមានខ្យល់ចេញចូលបើសិនជាយើងប្រើប្រាស់ដីដែលមានសភាពហាប់ពេកគឺការដាំដុះហ្នឹងគឺមិនបានល្អទេអញ្ចឹងនេះជាវិធីសាស្ត្រមួយដែលយើងអាចយកដីយកមកដាំធ្វើបែបនេះដែលយើងនឹងទទួលបានដីល្អខ្លាំងមែនទែនដូចដែលយើងបានទិញពីកន្លែងកសិកម្មគេផ្សេងបើសិនជាកន្លែងកសិកម្មគេផ្សេងគឺគេលាយដីសម្រាប់ឲ្យយើងស្រាប់ប៉ុន្តែយើងធ្វើខ្លួនឯងគឺកាត់ថយចំណាយអរគុណច្រើន